បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះដែរយើងចូលកុំព្យូទ័រមួយគ្រាប់ទៀតហើយបាទមិនមែនមួយគ្រាប់ទេច្រើនគ្រាប់បាទអញ្ចឹងនៅក្នុងលំដាប់កុំព្យូទ័រនេះបាទខ្ញុំសូមចែករំលែកបទពិសោធន៍ក៏ដូចជានិយាយពីគុណសម្បត្តិរបស់កុំព្យូទ័រដែលខ្ញុំបានតែងតែយកមកលក់ជូនបងប្អូនយកទៅធ្វើការប្រើប្រាស់ណាបាទអញ្ចឹងនៅលើកនេះគឺជូនបងប្អូននេះ CPU បាទបងប្អូនមើល Core i7 ជំនាន់ទី7បងប្អូនមើលមកលើនេះក៏បានដែរនេះ Core i7 ជំនាន់ទី7ហើយ RAM 16GB បាទ RAM 16GB និង storage 256ហៅថា256បាទនេះឃើញនៅ238ឯងតែគេហៅថា storage S2 SD ឬក៏ M2 អានេះ M2 បាទ256នឹងឯងនេះគឺជា Dell Latitude 748បាទ Dell Latitude 748អញ្ចឹងសម្រាប់កុំព្យូទ័រមួយគ្រឿងនេះគឺបពាក់មកCPU ខ្ពស់ RAM ក៏ខ្ពស់អញ្ចឹងបងប្អូនយកធ្វើការប្រើប្រាស់គឺរលូនតែម្ដងបាទវាជំនាន់ទី7អញ្ចឹងបងប្អូនគឺអាចយកធ្វើការប្រើប្រាស់បានច្រើនហើយថាមិនបានខ្ញុំអាសាយកកុំព្យូទ័រទៅ CPU ខ្ពស់យកមកលក់អញ្ចឹងបាទមូលហេតុដោយសារតែការអាប់ដេតរបស់ Microsoft ពី Windows កាលពីមុនយើងប្រើ Windows 7ដែលខ្ញុំធ្លាប់ប្រើកន្លងមកមាន Windows XP Windows 7 Windows 8 8.1 Windows 10ហើយ Windows 10 ឯផុត license មិនផុត license ទេផុតគេថាចូលដៅកាលពីថ្ងៃទី14ខែតុលានឹងបាត់ហើយអញ្ចឹងឥឡូវគេអាប់ដេតដល់ Windows 11ហើយម៉ាស៊ីននេះគឺនៅ Windows 10ឡើយទេហើយបងប្អូនខ្ញុំធ្វើការជីវខ្ញុំបាននឹងដំឡើងជូននៅ Windows 11ជូនបងប្អូននិង Office មកក៏ Play តែម្ដងយកធ្វើការប្រើប្រាស់អញ្ចឹងពេលដែលយើងយក CPU ខ្ពស់យកទៅធ្វើការប្រើប្រាស់បាទ RAM ខ្ពស់ធ្វើការប្រើប្រាស់គឺបងប្អូនចំណេញត្រង់ថា Windows update ដល់ណាយើងទៅដល់នឹងដែរហើយគុណភាពរបស់កុំព្យូទ័រនេះជំនាន់ទី7បាទវាគឺជាការពេញនិយមបងប្អូនយកធ្វើការប្រើប្រាស់បានយូរវាយមិនពិបាកហើយមួយទៀតក្តារចុចមានភ្លើងទៀតបាទតម្លៃវាតែ200ជាងបងប្អូនណា200ជាងជូនបងប្អូនបាទបងប្អូនមកដល់កន្លែងមកមើលអីវ៉ាន់តែម្ដងបាទហើយថែមជូនបងប្អូននៅម៉ៅថែមម៉ៅ wireless បាទហើយនឹងកតាបបាទថែមកតាបមួយផងដែរបាទអញ្ចឹងបងប្អូនមកដល់កន្លែងមកហើយសម្រាប់តម្លៃពិសេសហ្នឹងគឺជូនបងប្អូនមកដល់ទីតាំងផ្ទាល់តែម្ដងឬក៏ឆាតបាទឆាតក៏បានណាបាទឆាតឲ្យសម្រាប់បងប្អូនមើលទៅលើស្ពេចបាទមើលទៅលើរូបរាងបាទគឺស្ដើងបាទហើយយើងនិយាយពីអីវ៉ាន់នេះបាទគឺល្អប្រើមែនទែនបាទខ្ញុំមិនសរសើរមិនបានទេសម្រាប់កុំព្យូទ័រមួយគ្រឿងនេះគឺបងប្អូនយកធ្វើការប្រើប្រាស់ការ light design នេះមកក៏ play បាទគឺ CPU ប៉ុណ្ណេះគឺល្អអែមមែនតើបាទហើយសម្រាប់software បងប្អូនណាគឺ free ជូនបងប្អូន lifetime បងប្អូនប្រើកុំព្យូទ័រនឹងដល់ថ្ងៃណាមានបញ្ហាពេលណាបាទយកមកជួបខ្ញុំវិញពេលនោះខ្ញុំនឹងដំឡើងជូនបងប្អូនវិញបាទទៅតាមអ្វីដែលបងប្អូនចង់បានបាទយើងមាន Office បាទយើងមានWindows ឬការ error បងប្អូនត្រូវការយកទៅសឿសិតចុះឡើងអីគឺជូនបងប្អូនតែម្ដងបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍អាចតាក់ទងបាទអរគុណ